Ngàyนี้ខ្ញុំទៅផ្សារហើយទិញបានត្រីមួយបាទយ៉ាងធំណាស់ត្រីហ្នឹងប្រហែលជាមួយ3 4 ខាំអីចឹងថាយកមកចំហុយចឹងអ្នកនរនេះតែភ្លេចឈ្មោះត្រីបាត់ហើយនេះសួរអ្នកលក់ដែរតែគេប្រាប់អត់ដែរតែជិះមកដល់ផ្ទះភ្លេចបាត់អត់ចាំឈ្មោះត្រីហើយខ្ញុំយកមកចំហុយអញ្ចឹងណាទ្របទៅរហូតដល់ខ្ញុំសាកចំហុយត្រីក្រហមត្រីអីចឹងវាឆ្ងាញ់តែឥឡូវយើងសាកចំហុយត្រីទន្លេម្ដងហើយខ្ញុំដំលឹកខ្ទឹមហើយជាមួយនឹងមើមខ្ទឹមដាក់ចូលទៅក្នុងពោះរបស់វាយើងញាត់ចូលទៅដើម្បីឲ្យចំហុយទៅវាកាត់អាក្លិនឆ្អាបក្លិនអីចឹងហើយណាមួយវាបង្កើនក្លិនឈ្ងុយទៅក្នុងសាច់ត្រីរបស់យើងផងបាទអញ្ចឹងដាក់មើមខ្ទឹមដាក់អីចូលទៅគឺយើងដាក់ចូលទៅក្នុងចានចំហុយអញ្ចឹងណាបងប្អូននេះហើយខ្ញុំបើអ្នកនរគ្នាមានឡាំងសឹងប្រើឡាំងសឹងហើយមានអាចារ្យដាក់ក្នុងឡាំងសឹងអាហ្នឹងចំហុយទៅវាឆ្អិនល្អជាងតែដោយសារខ្ញុំអត់មានឡាំងសឹងអត់មានអីចឹងខ្ញុំដាក់ក្នុងឆ្នាំងអញ្ចឹងចំហុយក្នុងឆ្នាំងដាក់ចានធម្មតាឥឡូវតែខ្ញុំឆ្អិនហើយនេះចុចមួយទឹកស៊ីអ៊ីវខ្ញុំចុចមួយទឹកស៊ីអ៊ីវដល់មួយខ្ទឹមសអូឆ្ងាញ់ណាស់